តោះមកតវីដេអូនៅក្នុង Disneyland ហុងកុងដែលខ្ញុំបានមកលេងហើយនៅក្នុងនេះខ្ញុំភ្លេចកន្លែងឈ្មោះកន្លែងរៃគេខាងក្រៅឈ្មោះអីហើយប៉ុន្តែនៅពេលដែលយើងចូលមកខាងក្នុងនេះគឺយើង surprise ខ្លាំងហ្មងដោយសារនៅក្នុងនេះគឺគេមានរបៀបដូចគេដាក់បង្ហាញនៅជាតិសាសន៍ផ្សេងៗទៅតាមប្រទេសមួយអញ្ចឹងណាហើយយើងជិះនៅក្នុងហ្នឹងប្រហែលជា10នាទីគឺវីដេអូហ្នឹងគឺខ្ញុំថតពីដើមដល់ចប់ហ្មងរយៈពេល10នាទីហើយនៅក្នុងនេះគឺខ្ញុំកាត់យកតែ3នាទីសិនទេហើយចាំបន្តទៅវីដេអូក្រោយដោយសារតែវែងពេកអញ្ចឹងណាអញ្ចឹងអ្នកនរអាចចាំមើលតាមហ្នឹងទៅគឺយកចូលទៅគឺ surprise ហ្មងហើយភ្លេងគេនៅក្នុងហ្នឹងរបៀបឲ្យយើងរបៀបថាយើង enjoy ជាមួយនឹងទស្សនីយភាពជុំវិញហ្នឹងណា